តាមេសួរខ្ញុំបាទជាបណ្ឌិតសីសំណាងឥឡូវថ្ងៃនេះយើងមានខេសមួយគឺបងសាយុខ្ទង់30ឆ្នាំដំបូងគាត់ចូលមកយើងរឿងបញ្ហាឈឺចង្កេះគឺចាក់មកជើងខាងឆ្វេងឈឺយូរខែហើយគាត់ទទួលការព្យាបាលរហូតគាត់រកសញ្ញាគាត់អត់សូវធូរស្បើយអញ្ចឹងដំបូងគឺឈឺតែឆ្អឹងខ្នងឯងអត់ឈឺចាក់មកជើងរហូតដល់មួយរយៈគាត់គឺចាប់ដើមឈឺចាក់មកជើងខាងឆ្វេងរហូតដល់ពិបាកដើរស្ពឹកជើងអញ្ចឹងខែនេះយើងបានថតជា MRI បញ្ជាក់ថាគាត់មានជំងឺមួយគឺលៀនទំនាប់ឆ្អឹងចង្កេះនៅកង់ទី4ទី5អញ្ចឹងការលៀនមកគាត់គឺទំនាប់ឆ្អឹងនេះលៀនមកចំសរសៃគាត់ខាងឆ្វេងហ្នឹងការលៀនមិនជាធំទេប៉ុន្តែវានៅចំពីលើគៀបមួយសរសៃយើងជាប់ហ្មងពេលគាត់បាក់ដើរបាក់អង្គុយបាក់ធ្វើចលនាបាក់ក្នុងការងារប្រចាំថ្ងៃអញ្ចឹងការព្យាបាលរបស់គាត់មានជាថ្នាំជាការព្យាបាលដល់ចលនារយៈពេលប្រហែលជា2ទៅ3ខែមិនសូវជាធូរស្បើយទេយូរទៅឈឺទៅរហូតដល់ចុងក្រោយយើងបានបញ្យល់គាត់តាក់ទងជាមួយការវះកាត់ដែរថាដោយសារអ្នកជំងឺដែលមានការភ័យខ្លាចគាត់លើពាក្យអីចឹងទៅបងប្អូនពាក្យចាំរាមប្រាប់ថាវះកាត់អាចឲ្យពិការឲ្យទុនជើងអាចដើរលេងរួចអញ្ចឹងក៏គាត់នៅមានអារម្មណ៍ថាខ្លាចអញ្ចឹងជាការព្យាបាលគឺពជារហូតយើងប្រើថ្នាំរហូតដល់ថ្ងៃមួយគាត់ឈឺខ្លាំងមែនតើឈឺតអត់បានទេអង្គុយក៏បាក់ដើរក៏បាក់អញ្ចឹងជំរឿនចុងក្រោយគឺគាត់សុខចិត្តយកព្រមទទួលធ្វើការវះកាត់អញ្ចឹងចំពោះករណីនេះតើតើមួយបច្ចេកទេសនៃការវះកាត់អញ្ចឹងគាត់មានគៀបនៅឆ្អឹងចង្កេះកង់ទី4ទី5លៀនមកអញ្ចឹងគៀបមួយសរសៃយើងអញ្ចឹងបច្ចេកទេសរបស់យើងគឺការវះទំហំតូចប្រហែលជា3សង់ទីម៉ែត្រយើងវះពីឆ្អឹងចង្កេះយើងទៅចូលដល់ក្នុងអ្វីយើងជួបដំបូងគឺឆ្អឹងនេះអញ្ចឹងយើងខំឆ្អឹងបន្តិចទៅយើងទាញសរសៃនេះចេញយើងយកកំតិចឌីសដែលវាលាននៅជាប់សរសៃហ្នឹងយើងដកវាចេញយើងធ្វើការពិនិត្យម្ដងទៀតអត់មានកំតិចថ្មីទេយើងបិទបានយើងដេកបិទវិញអញ្ចឹងការវះកាត់នេះគឺសុវត្ថិភាពជោគជ័យខ្ពស់ការវះកាត់ប្រើពេលប្រហែលជា40នាទីការវះកាត់គឺបានលទ្ធផលល្អឥឡូវ3ខែក្រោយគាត់មកទទួលការពិនិត្យឡើងវិញគឺថាគាត់ត្រឡប់មកវិញក្នុងសភាពដើមហើយគាត់ដើរបានអីបានជិះឡានខ្លួនឯងធ្វើការផ្ទះអីបានទាំងអស់អត់មានការជិះចាប់ដូចមុនទេមកកបួគាត់ស្អាតនិយាយរួមគាត់ធូរស្បើយខ្លាំងមែនតើសង្កតែ90ទៅជិត 100% ឡើងវិញហើយអញ្ចឹងបន្ទាប់ពីការពិនិត្យឡើងវិញគាត់អត់មានសញ្ញាជាដូចមុនទៀតទេធូរស្បើយសង្កតែជា 100% ហើយអញ្ចឹងការព្យាបាលបន្ទាប់របស់គាត់គឺជាការណែនាំបើថាគាត់អាចត្រឡប់មកវិញធ្វើការឲ្យបានទាំងអស់លើកលែងតែការងារខ្លះដែលយើងប្រាប់គាត់គឺតមក្នុងការលើកធ្ងន់តមក្នុងការអង្គុយយូរលើពី3ម៉ោងអត់ឲ្យគាត់មានចលនាខ្លាំងទេតាក់ទងមួយកីឡាប៉ុន្តែតាក់ទងជាមួយការហាត់ប្រាណដូចជាជីមដូចជាយូហ្គាការដើរការរត់ជិះកង់ហែលទឹកគឺគាត់ធ្វើបានធម្មតាអត់មានបញ្ហាអីទេអញ្ចឹងក្នុងករណីនេះគឺការវះកាត់របស់យើងទទួលបានជោគជ័យហើយខ្ញុំចង់ផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋយើងសូមកុំមានការភ័យខ្លាចក្នុងការវះកាត់បើសិនជាយើងពិតជាមានជំងឺទាបសរសៃហើយតម្រូវធ្វើការវះកាត់ពិតមែនព្រោះឥឡូវបច្ចេកទេសរីកចម្រើនច្រើនផលវិបាកតិចមែនតើសឹងតែអត់មានទេផលវិបាកអត្រាជោគជ័យខ្ពស់អញ្ចឹងបើសិនជាបងប្អូនមានចម្ងល់កុំភ្លេចមកពីគ្រូនិងទទួលការព្យាបាលជាមួយនឹងវិជ្ជាបណ្ឌិតឯកទេសបាទសូមអរគុណ